Hai đầu vây ban chị anh hai nhom chênh một cào tèng rất problem bài ní ta miên rương ở vây mến. Nhom miên ả rõm thà dương mình ai sẵn nơi sầm nạp để ông cùng cha phân xuôi cừ du chiên ní tiếp bán tê. Nhom mình ai nham được kênh lụa sưu tê bà sân chi mình bán thừa vây khla nụ. Nhom miên cùng rong tinh tê mùi nơi ti krong du chiên ní. Ní niên trong ban này thà niên trong dục mênh tèng bay nẹt nâng một nơi chỉ mùi men được tê. Mênh tèng nút bộ kê cô rục sở lánh lơ nẹt niên na. Hai dương con mình ai bọc bánh chao bộ kê mà đong tiếp ban nụ đài lơ pin ní. Bà sân bà bộ kê chênh pin cô su sa bộ kê pro hai chi mình miên sầu vật tập hiệp nụ tê. Nhom ban cất rương ní yu na một hai đôi chân dương trâu tốc bộ kê ở nơi chỉ mùi dương đầm bay ở bộ kê miên sầu vật tập hiệp. រឿងរបស់ខ្ញុំអាចដោះស្រាយដោយខ្លួនឯងបានអ្នកនាងកុំបារម្ភអីតាមពិតបញ្ហាទាំងអស់នេះមិនពាក់ព័ន្ធជាមួយអ្នកនាងនោះទេអ្នកនាងមិនចាំបាច់ស្នាក់នៅក្នុងទីក្រុងយូជីននេះក៏បានដែរហេតុអីបានមិនពាក់ព័ន្ធព្រោះអ្នកនាងគឺជាមនុស្សដែលខ្ញុំបានជួយសង្គ្រោះដូច្នេះខ្ញុំត្រូវតែការពារអ្នកនាងហេតុអ្វីបានជាអ្នកនាងធ្វើល្អចំពោះខ្ញុំព្រោះអ្នកនាងធ្លាប់បានជួយសង្គ្រោះជីវិតខ្ញុំពីពួកឃាតករទាំងនោះនៅក្នុងព្រៃផងដែរហើយមួយវិញទៀតខ្ញុំគឺជាកូនតូមិនមានបងប្អូននោះទេហើយខ្ញុំតែងតែប្រាថ្នាចង់បានបងប្អូនដូចអ្នកអតីតទៀតដែរខ្ញុំតែងតែគិតថាអ្នកនាងគឺហាក់ដូចជាបងស្រីខ្ញុំម្នាក់អញ្ចឹងតើយើងអាចរាប់អានគ្នាធ្វើជាបងប្អូនបានឬទេថាម៉េចតើអាចធ្វើជាបងស្រីខ្ញុំបានទេយល់ព្រមយើងអាចរាប់អានគ្នាធ្វើជាបងប្អូនបានចាប់ពីពេលនេះទៅយើងជាបងប្អូននឹងគ្នាដូច្នេះមានសុខត្រូវរួមសុខមានទុក្ខត្រូវរួមទុក្ខអ្នកនាងគឺជាបងស្រីរបស់ខ្ញុំបងស្រីបងស្រីបងស្រីហើយខ្ញុំវិញផងដែរទៅប្អូនស្រីបងស្រីចាប់ពីពេលនេះទៅខ្ញុំមានបទស្រីហើយនឹងគេដែរហើយដល់ហើយបងស្រីខ្ញុំចង់បានផ្ទះដែលល្អបំផុតដែលអ្នកមានខ្ញុំមានផ្ទះល្អមួយនៅទីនោះផ្ទះមួយខ្នងនេះគឺស្រស់ស្អាតស័ក្តិសមនឹងអ្នកនាងខ្លាំងណាស់ខ្ញុំចង់ទិញផ្ដាច់តើលោកមានតម្លៃពិសេសដែរឬទេប្រកាសណាស់អ្នកនាងតម្លៃយើងអាចចរចាគ្នាបានតើខ្ញុំអាចចូលមើលខាងក្នុងសិនបានទេគ្មានបញ្ហាទេគ្មានបញ្ហាទេតើអ្នកទាំងពីរមានអារម្មណ៍យ៉ាងណាដែរតើពេញចិត្តផ្ទះនេះទេខ្ញុំពិតជាពេញចិត្តណាស់សូមអរគុណចំពោះការណែនាំរបស់លោកអញ្ចឹងអ្នកនាងអញ្ជើញចូលមើលតាមសប្បាយចុះខ្ញុំសូមលាសិនហើយតើប្អូនស្រីពិតជាចង់ទិញផ្ទះនេះមែនទេមែនហើយបងស្រីខ្ញុំគិតថាទិញផ្ទះនេះនៅពេលដែលយើងទិញហើយបងស្រីអញ្ចឹងគឺពួកយើងមានផ្ទះខ្លួនឯងនៅក្នុងទីក្រុងយូជីនហើយមើលនេះបងស្រីខ្ញុំនឹងរៀបចំកន្លែងនេះបើកជាអសរឋានមួយសម្រាប់ព្យាបាលអ្នកជំងឺបងស្រីនៅទីនេះក៏មានសួនច្បារនៅខាងក្រោយផ្ទះផងដែរខ្ញុំទៅមើលសិនឥឡូវនេះយើងមានផ្ទះផ្ទាល់ខ្លួនហើយពីពេលនេះទៅខ្ញុំអាចចាក់ចេញពីសំណាក់ហ្វឹងស៊ុយគឺបានហើយប៉ុន្តែហេតុអ្វីបានជាខ្ញុំមិនមានអារម្មណ៍សប្បាយរីករាយអញ្ចឹងលោកតាខ្ញុំបានវឹកហាត់សរសេរអត្ថបទសូមលោកតាជួយពិនិត្យមើលបន្តិចតើខ្ញុំមានការរីកចម្រើនទេតើចៅមានបានបង្ហាញឲ្យព្រះបិតាចៅទៅហើយឬនៅទេលោកតាខ្ញុំកំពុងគិតថាដំបូងសូមការណែនាំពីលោកតាសិនបន្ទាប់ពីលោកតាផ្ទៀងផ្ទាត់ហើយឃើញថាខ្ញុំមានការរីកចម្រើនខ្ញុំនឹងយកវាទៅថ្វាយព្រះបិតាទៅមើលតើចៅពិតជាមិនបានចាំនៅអ្វីដែលលោកតាបង្រៀនទេតើមែនទេលោកតាបានបង្រៀនចៅថារាល់សំណេរដែលជារបស់ចៅគឺមានតែព្រះបិតាតែមួយអង្គគត់ដែលមានសិទ្ធិត្រៀមផ្ទាត់ត្រូវហើយចៅត្រូវតែចងចាំវាទុកកុំឲ្យភ្លេចឲ្យសោះព្រោះចៅគឺជាអនាគតព្រះអង្គម្ចាស់នៃកូស៊ូសាមានតែរាជគ្រូនិងបិតារបស់ចៅតែប៉ុណ្ណោះទើបមានសិទ្ធិទៀងផ្ទាត់សំណេររបស់ចៅខ្ញុំយល់ហើយលោកតាលោកតាឥឡូវនេះខ្ញុំដល់ពេលចូលរៀនវិញហើយខ្ញុំសូមលាសិនហើយលោកតាសំណេររបស់ចៅគឺពិតជាថ្លៃថ្នូរនិងសុភាពរាបសារខ្លាំងណាស់ប៉ុន្តែខ្វះភាពរឹងមាំក្នុងការសម្រេចចិត្តឪពុករបស់ចៅប្រកាសជាមិនចូលចិត្តនោះទេសូមអរគុណលោកតាថ្វាយបង្គំលាព្រះមាតាលោកពុកថ្វាយបង្គំអ្នកម្នាងតើកូនមានអារម្មណ៍ធូរស្រាលទេនៅពេលដែលកូនបាននិយាយជាមួយនឹងព្រះនាងស៊ីយ៉ាងមែនហើយលោកពុកព្រះនាងមិនបានបដិសេធក្នុងការរៀបអភិសេកនោះទេប៉ុន្តែហេតុអ្វីបានជាលោកពុកដឹងរឿងនេះបើប្រៀបធៀបទៅនឹងហ្វឹងស៊ុយគឺចរិតរបស់ព្រះបុត្រាទី2ពិតជាសុភាពរាបសារខ្លាំងណាស់គេមិនស័ក្តិសមធ្វើជាស្ដេចនោះទេតែទោះបីជាយ៉ាងណាក៏ដោយអ្នកដែលអាចគ្រងរាជបល្ល័ង្កបានគឺមានតែព្រះបុត្រាទី2ឈឹងយ៉ាងម្នាក់ប៉ុណ្ណោះអនាគតរបស់ឈឹងយ៉ាងគឺអាស្រ័យលើការរៀបចំទាំងស្រុងរបស់លោកពុកវាគឺជាអនាគតនៃត្រកូលចុងយើងទាំងមូល
មែនហើយលោកពុកខ្ញុំបានឮថាព្រឹកនេះហ្វឹងស៊ុយគឺគេបានព្យួរសាកសពឃាតកមកពីនកូជីនស៊ីនៅច្រកចូលទ្វារក្រុងផងដែរទ្រង់បានអះអាងថាឃាតកទាំងនោះប៉ុនប៉ងធ្វើឃាតទ្រង់តើពុកគិតថាទ្រង់អាចនឹងបំផ្លាញផែនការរបស់យើងទេ ក្រែងកូនបានដឹងហើយតើថាគំនិតរបស់ព្រះនាងក៏ចង់រៀបអភិសេកនោះដែរហេតុអីក៏កូននៅមានការព្រួយបារម្ភទៀត លោកពុកចង់បានន័យថាទោះបីជាហ្វឹងស៊ុយគឺជំទាស់យ៉ាងណាក៏ដោយក៏មិនអាចប្រឆាំងជាមួយនឹងព្រះបិតាទ្រង់បានដែរព្រោះអីព្រះនាងស៊ីយ៉ាងទ្រង់ក៏ស្របព្រះតីជាមួយព្រះបិតាផងដែរតើពិតមែនទេ ប្រសិនបើព្រះនាងស៊ីយ៉ាងជំទាស់នឹងការរៀបអភិសេកនេះនោះព្រះរាជាប្រកាសជាគម្រាមកំហែងនាងជាក់ជាមិនខាន